ស្ដីអ្នកនាងក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញទៅលើការតម្លើង VirtualBox ជាមួយនឹង Linux Server គឺយើងប្រើប្រាស់ទៅលើ Ubuntu Server អញ្ចឹងជាដំបូងគឺយើងធ្វើការ download ជាមួយនឹង VirtualBox ដើម្បីធ្វើជាម៉ាស៊ីន virtual ជាម៉ាស៊ីនសិប្បនិម្មិតសម្រាប់តម្លើង Ubuntu Linux ចូលទៅក្នុងនឹងដោយមុននឹងខ្ញុំបាន download វាហើយអ្នកនរគ្រាន់តែចុចមកក្នុង download បន្ទាប់មកយើង scroll មកនេះ Windows Host យើងគ្រាន់ click លើមួយទៅវានឹង download មកក្នុងនេះហើយអញ្ចឹងមុនហ្នឹងខ្ញុំបាន download ហើយដោយសារតែ internet ខ្ញុំ slow អញ្ចឹងខ្ញុំមានតែ download មុនអញ្ចឹងខ្ញុំធ្វើការតម្លើងទៅលើ VirtualBox មួយតម្លើងយើងចាចុចនិចទៅព្រោះអីគេរៀបចូលទៅក្នុងនឹងអស់ហើយអញ្ចឹងយើងមាន add to menu create add desktop shortcut មាន start by default យើងនិចទៅនិចសិនទៅចឹងឥឡូវវាដើរពេញហើយយើងអាច start protocol VirtualBox ភ្លាមបានឬក៏យើងអាច finish វាមកអញ្ចឹងយើងអាច tick ដើម្បី open វាតែម្ដងអញ្ចឹងនេះគឺជា UIរបស់ VirtualBox របស់យើងបន្ទាប់ពីតម្លើង VirtualBox បានហើយយើងអាចទៅ search រក Linux Ubuntu server អញ្ចឹងយើង click លើ Ubuntu server នេះមកអញ្ចឹងអ្នកនរអាច click download នៅកន្លែងនេះបានបើខ្ញុំបានទៅយកអា last version គេមួយលើកមុនដូចជា 24.04.05 តែអ្នកនរគ្នាអាចតម្លើងអីបានដោយសារតែខ្ញុំមានរួចហើយខ្ញុំបាន click តម្លើងទៀតទេដែលខ្ញុំមានហើយអញ្ចឹងអ្នកនរគ្នាអាច click តម្លើងកន្លែងហ្នឹងមកវានឹង download ទៅហើយអញ្ចឹងយើងនឹងធ្វើការទៅតម្លើង Ubuntu server ហ្នឹងចូលទៅក្នុង VirtualBox យើងគ្រាន់តែបើក VirtualBox របស់យើងមកបន្ទាប់មកយើងចុច new កន្លែងនេះបន្ទាប់មកយើងដាក់ឈ្មោះទៅលើ VirtualBox របស់យើងដែលជាម៉ាស៊ីន Ubuntu ហ្នឹងអញ្ចឹងខ្ញុំសូមដាក់ Ubuntu server បន្ទាប់មកខ្ញុំអត់ដាក់នៅ drive C ទេខ្ញុំនឹងយកវាទៅដាក់នៅ drive D អញ្ចឹងខ្ញុំបង្កើត folder មួយសម្រាប់ដាក់ server Ubuntu server VirtualBox ថ្មីយើងបាន VM folder យើងនៅកន្លែងហ្នឹងហើយនេះយើងមកមកឲ្យវា auto ចូលទៅ Ubuntu server ទាំងអស់អញ្ចឹងកន្លែងនេះយើងធ្វើការរើសអា file ISO ដែលយើងបាន download មុនហ្នឹងដែលខ្ញុំបានចូលទៅក្នុង website Ubuntu មុនហ្នឹងគឺយើងនេះ file ISO ហ្នឹងយើង open វាមកវានឹងចូលទៅក្នុងនេះអញ្ចឹងអានេះគឺវានឹងឲ្យស្គាល់ទៅលើអាហ្នឹង auto វិញ Ubuntu 64 bit ហ្នឹងអញ្ចឹងយើងអាច click next បានអញ្ចឹងដល់កន្លែងនេះយើងមានដាក់ទៅលើ username មានដាក់ទៅលើ product key អញ្ចឹងដាក់កសិតាLinux អូលេខវាមួយចឹងយើងដាក់ password ដាក់ username មកហើយមកពេលទៅដល់ក្នុងយើង log in យើងយកអានោះទៅ log in ហ្មងយើងបាច់ install ជា guest ទេទៅមកកន្លែងនេះយើងដាក់ RAM 2G ឬក៏ RAM ទៅតាមនឹងដែលយើងចង់បានយើងដាក់ 4G ទៅគ្រប់ smooth ជាងហ្នឹងអានេះអត់ទេដល់នេះ processor ត្រូវ 2G បានទេជាមួយនឹងវាហ្នឹងនេះខ្ញុំយក 25G ទៅដោយសារតែ space ខ្ញុំវាតូចដែរចេះដាក់ 25G ហ្នឹងបានមកយើងអស់ហើយអានេះយើងអាចមើល detail ទៅលើវានឹង install ហ្នឹងយើង finish មកអញ្ចឹងយើងនឹងបានvirtual នឹងមួយហើយអញ្ចឹងយើងនៅទៅ config ក្នុងរបស់វាអញ្ចឹងនេះជា virtual box របស់យើងនឹងពេលយើង install ហើយទៅឃើញវា open មក auto មក
planនេះគេយូរតិចដោយសារតែវា install ដំបូងជាងខ្ញុំសុំ push វីដេអូហ្នឹងកុំឲ្យវា C spec ធំពេកជាងនេះមិញបន្ទាប់ពីយើងរងចាំការ install របស់វាលើវាចេញមកបែបនេះទៅមកកន្លែងនេះគេចេញឲ្យយើង login បានណាជាងយើងអាចវាយ login បាននឹងខ្ញុំដាក់ឈ្មោះដាក់អីមកហើយដាក់បែបនេះជាមួយនឹង password ជាងយើងបានចូលមកដល់កាន់Ubuntu server របស់យើងហើយតោះមកណែប៉ុណ្ណឹងយើងអាចប្រើបានហើយយើងឆែកទៅលើ comment ថាយើងជាអ្នកណាអញ្ចឹង who am I គឺយើងឃើញឯងនេះdocument យើងអាចឆែកដល់យើងសក់ឆែក IP របស់យើងអាចឆែកអីមើលបានទាំងអស់នេះយើងមានច្រាយមានអីនៅក្នុងនោះSecond CD ទៅក្នុង SX array server យើងអញ្ចឹងយើងអាចទៅហើយយើងចូលទៅ SX CD.s save as authorize key អញ្ចឹងគឺវាមាន CD ចឹងប៉ុណ្ណឹងគឺយើងប្រើប្រាស់បានហើយចឹងវីដេអូខ្ញុំធ្វើការតឡើង Ubuntu server គឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានមើលវីដេអូនេះ